នៅដើមភូមិធំមួយមានដើមជ្រៃដ៏ធំសម្បើមដែលឈរតែឯងលើកណ្ដាលវាលស្រែព្រោះចាស់ប្រាប់ថាកុំចូលទៅដើមក្បែរដើមជ្រៃនោះព្រោះទីនោះមានអារក្សអ្នកពូសត្វហេតុអ្វីបានជាមានអារក្សព្រោះកាលពីដើមឡើយមានបុរសម្នាក់ឈ្មោះព្រឿងមានជីវភាពក្រីក្រគាត់ស្រឡាញ់នារីម្នាក់ឈ្មោះស្រីអូនការស្រឡាញ់របស់គេពោរពេញទៅដោយសេចក្តីអាណិតអាសូរព្រោះស្រីអូនត្រូវឪពុកម្ដាយបង្ខំឲ្យរៀបការជាមួយបុរសដែលមានលុយម្នាក់ទៀតព្រឿងអស់សង្ឃឹមហើយបានទៅកាន់ដើមជ្រៃនោះហើយបញ្ចប់ជីវិតរបស់ខ្លួនឯងដោយការចងកចាប់ពីថ្ងៃនោះមកមនុស្សដែលចូលទៅក្បែរដើមជ្រៃនោះនៅពេលយប់ឬពេលថ្ងៃគេតែងតែសម្លេងហៅស្រីអូនហើយគេចាប់អារម្មណ៍ឈប់ឈរទស្សនានឹងស្រីរស្មីនោះគេមិនបានឃើញសម្លេងអ្វីនោះឡើយអ្នកចាស់ប្រាប់ថាព្រមបានខ្លាយជាខ្មោចហើយនៅរស់នៅដើមជ្រៃនោះពេលខ្លះអ្នកចូលទៅក្បែរនោះនឹងសម្លេងខ្យល់សំបីតែពេលថ្ងៃគេចង្អុលមួយដើមជ្រៃនោះហើយនិយាយថាសូមកុំឲ្យខ្មោចព្រឿងតាមមកចុងក្រោយនៅឆ្នាំថ្មីនេះមានក្មេងជំទង់មួយក្រុមទៅថតវីដេអូហើយវីដេអូនោះគ្មានអ្នកណានេះបានឃើញឡើយសូម្បីតែសមាជិកក្រុមទាំងអស់នោះក៏បានបាត់ខ្លួនក្មេងជំទង់ទាំងនោះមាន4នាក់ទី1គឺវុឌ្ឍទី2សំណាងទី3គុណនិងចុងក្រោយគឺរតនាពួកគេជា YouTuber ចូលចិត្តថតវីដេអូបែបប្លែកៗដើម្បីទាក់ទាញអ្នកមើលថ្ងៃនោះពួកគេជិះម៉ូតូ2គ្រឿងមកដល់ដើមជ្រៃលាម៉ោង4ល្ងាចព្រះអាទិត្យកំពុងធ្លាក់ចុះក្នុងព្រៃយ៉ាងងងឹតសំណាងថតជាមួយទូរស័ព្ទរបស់គេហើយបង្ហាញលើ TikTok ថាយើងមកដល់ដើមជ្រៃហើយយប់នេះយើងនឹងស្នាក់នៅទីនេះមួយយប់បើសិនមានអារក្សចង់ឲ្យវាចេញមកខ្យល់បក់យ៉ាងខ្លាំងស្ដាប់បានមានតែសំឡេងស្លឹកឈើគុំសួរថាយ៉ាខ្មោចព្រឿងមកចាំយើងនឹងនេះសោះពុតបើកកាមេរ៉ាថតប្លុករតនាត្រៀមភ្លើងសម្រាប់បំភ្លឺក្នុងពេលយប់ពួកគេដើរចូលដើមក្បែរដើមជ្រៃហើយបើកកាមេរ៉ាថតជុំវិញនោះមួយរំពេចសំឡេងស្រែកស្រីអូនចេញមកពីខាងលើដើមជ្រៃសម្ងាយជឿថាមនុស្សលេងកំប្លែងហើយពួកគេចូលទៅរកមួយនាទីពីរសម្រាប់បានខ្លួនពុកនិងគុំដែលចូលទៅរកគូឲ្យភ័យខ្លាចពួកកន្លែងដែលស្នាក់អំបាក់នោះមានស្នាមជើងបាត់ស្រុំអរតនាកាមេរ៉ាស៊ូមហើយក្នុងនេះតែមួយជាប់ក្នុងចំណោមកាមេរ៉ាមនុស្សម្នាឈរជួបដើមជ្រៃបែនពីក្រោយពាក់អាវខ្មៅខ្សែពាត់ជុំវិញកប៉ុន្តែខ្លួនរុំមិនទៅដូចជាស្លាប់ហើយរតនាវុឌ្ឍគុណរបៀបមិនមែនពីលខោទេយើងត្រូវចេញពីទីនេះតែពេលពួកគេចាប់ផ្ដើមរត់សម្លេងស្រីអូនបើកភ្នែកធ្លាក់ពីលើដើមជ្រៃជុំវិញនោះសាច់រឿងនេះគ្មានវីដេអូណាត្រូវបានគេរកឃើញឡើយពួកគេបានបាត់ខ្លួនជារៀងរហូតតែអ្នកភូមិគឺកាមេរ៉ាមួយគ្របក្នុងព្រៃពេលចាក់វីដេអូចេញគ្រាន់តែមានសំឡេងខ្យល់ហើយសំឡេងអ្នកម្នាក់និយាយថាស្រីអូនចូលមករកខ្ញុំមកដូច្នេះរឿងខ្មោចដើមជ្រៃសូមតែបញ្ចប់ដូចនេះបងប្អូនចង់បានសាច់រឿងបែបមនុស្សចេតនាប្រឡងនោះឬខ្មោចព្រាយផ្សេងៗអាចខមមិនថាក្រោកខ្ញុំធ្វើជីវិតអូជូនដល់អ្នកនរគ្នាបាទសូមអរគុណ